សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកសាជាថ្មីមកកាន់ Basic Laravel 5 ក្នុងមេរៀនមុនយើងបានសិក្សាអំពីចំណុចមួយចំនួននៃ migration ក្នុងការបង្កើត table ជាដើមអញ្ចឹងក្នុងថ្ងៃនេះខ្ញុំនឹងបង្រៀនអំពីទាក់ទងនឹង eloquent model គឺយើងប្រើវាសម្រាប់ interact ជាមួយនឹង database ឬក៏ table របស់យើងអាចទាញ data ពី table របស់យើង query data fix វាដាក់បង្ហាញវាទៅលើ website យើងហើយនឹងបញ្ចូល data ឬក៏លុប data របស់យើងជាដើមអញ្ចឹងដើម្បីបង្កើតនៅ eloquent model នេះយើងសូមទៅមើលនៅក្នុង CMD យើងវិញអញ្ចឹងយើងអាចវាយ command ថា php artisan អូខេអញ្ចឹងយើងមាន command មួយចំនួនដើម្បីប្រើសម្រាប់ generate file ក្នុងនេះហើយនៅក្នុងនោះក៏មាន command សម្រាប់ generate នៅ eloquent model យើងមកដែរយើងអាចមើលឃើញនៅចំណុចនេះអូខេអញ្ចឹងយើងអាចមើលរបៀបនៃការ generate eloquent model នោះដោយយើងវាយពាក្យថា php artisan make ឬក៏យើង help make model នេះគឺជាការណែនាំនៃការបង្កើតនៃ model eloquent ដែលយើងអាចមើលនៅក្នុងនេះអញ្ចឹងខ្ញុំចង់បង្កើត eloquent model ខ្ញុំដើម្បីតម្រូវនឹង database របស់ខ្ញុំដែលខ្ញុំបានបង្កើតអញ្ចឹងខ្ញុំអាចវាយពាក្យថា php artisan make model អញ្ចឹងខ្ញុំដាក់ឈ្មោះ model របស់ខ្ញុំថា article អូខេសូមចុច enter អញ្ចឹងវានឹង generate model ឲ្យខ្ញុំមួយឈ្មោះថា article អញ្ចឹងយើងអាចចូលទៅមើលក្នុង app folder ហើយយើងនឹងឃើញ folder file ដែលយើងទុក generate ថ្មីមួយឈ្មោះថា article យើងបើកវាមកអញ្ចឹងនេះគឺជា model របស់យើងដែលយើងទុកបានបង្កើតអញ្ចឹងតាម model ហ្នឹងយើងនឹងភ្ជាប់ទៅកាន់ table របស់យើងដែលយើងបានបង្កើតមេរៀនមុននៅក្នុងយើងអាចចូលទៅក្នុង PHP my admin មើលយើងឃើញយើងបានបង្កើត database មួយឈ្មោះថា Laravel file ក្នុងនោះយើងមាន table មួយឈ្មោះថា article អញ្ចឹងដើម្បី reference ទៅ table ហ្នឹងក្នុង model យើងអាចវាយថា protected table អញ្ចឹងយើងដាក់ឈ្មោះ table ដែលយើងបានបង្កើតក្នុងនោះដើម្បីឲ្យដឹងថាតើ model របស់យើងហ្នឹង eloquent របស់យើងហ្នឹងគឺវា point ទៅកាន់ table មួយណាអញ្ចឹងខ្ញុំដាក់ឈ្មោះថា article អូខេអញ្ចឹងដើម្បីប្រើប្រាស់នៅ model ហ្នឹងទៅ controller យើងខ្ញុំសូមទៅបើកនៅ http controller អញ្ចឹងខ្ញុំចង់បង្កើតនៅ controller ថ្មីមួយសម្រាប់ប្រើប្រាស់នៅ article មួយហ្នឹងអញ្ចឹងយើងអាចចូលមកកាន់នៅក្នុង CMD យើងវិញយើងវាយពាក្យថា php artisan make controller អញ្ចឹងខ្ញុំអាចដាក់ឈ្មោះថា article controller enter អញ្ចឹងវានឹង generate controller ថ្មីយើងមួយយើងចូលទៅកាន់ editor យើងវិញយើងនឹងឃើញពាក្យថាយើងឃើញ file មួយឈ្មោះថា article controller អូខេអញ្ចឹងដើម្បីប្រើប្រាស់នៅ article model យើងមកយើងត្រូវ import វាចូលទៅក្នុង article controller យើងអញ្ចឹងយើងអាចប្រើពាក្យថា use ខាងក្រោមនេះក៏បាន use app / ឈ្មោះ model យើងបានបង្កើតអញ្ចឹងបង្កើតជា article អូខេអញ្ចឹងយើងអាចប្រើនៅ article នេះផងទៅកាន់នៅ table របស់យើងបាន table យើងឈ្មោះថា table article ដើម្បីទាញ record បញ្ចូលទិន្នន័យទាញទិន្នន័យឬក៏លុបទិន្នន័យរបស់យើងជាដើមអញ្ចឹងឧទាហរណ៍ខ្ញុំអាចបញ្ចូលទិន្នន័យមួយចំនួននៅធ្វើជាឧទាហរណ៍ខ្ញុំអាចចូលថា title អូខេហើយនឹង active one អញ្ចឹងខ្ញុំ select ចុចពាក្យ ago ហើយខ្ញុំអាចបញ្ចូលមួយ row ទៀតអូខេ
ចឹងក្នុង database យើងបានបញ្ចូលនៅទិន្នន័យជា sample ចំនួន2 record ចឹងដើម្បីហៅវាមកប្រើនៅក្នុង controller យើងនេះដែលយើងទុកបានបង្កើតនៅ model ដើម្បីប្រើប្រាស់ record ទាំងនោះយើងគួរតែធ្វើរបៀបណាចឹងខ្ញុំអាចបង្កើននៅ function មួយមានឈ្មោះ index អូខេចឹងមុននឹងប្រើ function យើងបានយើងអាចតេស្តថា return article ទីហើយយើង return ជា string ដើម្បីតេស្តថា function យើងដើរអត់ចឹងដើម្បីប្រើនៅ article controller នេះបានយើងត្រូវចូលទៅក្នុង raw file ដើម្បីប្រកាស raw file នៃការប្រើប្រាស់វាគេខ្ញុំចូលមកក្នុង raw file ខ្ញុំវិញខ្ញុំអាចបង្កើត raw ថ្មីជាលក្ខណៈ get ចឹងខ្ញុំអាចហៅថា article ចឹងឈ្មោះ controller របស់យើងជា article controller ចឹង method ដែលយើងត្រូវមកប្រើគឺ index អូខេចឹងធ្វើការសាកល្បងលើ browser ទាំងអស់គ្នាចឹងខ្ញុំអាចចូលទៅកាន់ browser ខ្ញុំវិញខ្ញុំវាយឈ្មោះថា article ចឹងវាដំណើរការនៅ method ដែលយើងបានប្រកាសហើយចឹងខ្ញុំចង់ប្រើវាជា icon យើងវិញចឹងខ្ញុំចង់ប្រើវាជា model ដែលយើងទុកបានបង្កើតវិញដើម្បីទាញទិន្នន័យពី database មកវិញចឹងយើងអាចប្រើប្រាស់នៅឧទាហរណ៍ខ្ញុំអាចសរសេរ sample នៃការប្រើប្រាស់វាមួយយើងអាចសរសេរថា article all អូខេចឹងយើងអាច test return ជា article ដូចនេះចឹងយើងទៅ test ទាំងអស់គ្នានៅ browser ខ្ញុំចឹងវានឹងreturn ទិន្នន័យជា JSON ឲ្យយើងបើយើងចង់ build ដូចជា web service web API វាងាយស្រួលក្នុងការធ្វើអញ្ចឹងគឺ គឺ Laravel វាធ្វើឲ្យយើងស្រាប់អូខេប៉ុន្តែខ្ញុំអត់ចង់ return វាជា JSON ទេខ្ញុំចង់ return អ្វីដែលយើងអាចអានបានអញ្ចឹងខ្ញុំចូលទៅកាន់ resource view ខ្ញុំធ្វើការបង្កើតនៅ view file មួយដើម្បី return វាចូលទៅក្នុង view អូខេអញ្ចឹងខ្ញុំអាចវាយថាខ្ញុំអាចបង្កើត folder មួយឈ្មោះថា article អញ្ចឹងខ្ញុំអាចដាក់ឈ្មោះថា index.plate php អូខេអញ្ចឹងក្នុងមេរៀនមុនយើងបានដឹងហើយយើងអំពីការប្រើប្រាស់នៅ plate template master page អញ្ចឹងយើងមាន master page មួយខ្ញុំចង់ប្រើ master page នឹងនៅក្នុង index.plate.php ខ្ញុំអាចប្រើវាខ្ញុំ call master page មក extend master អូខេអញ្ចឹង add session content អូខេ h3 the article ចឹងយើងចូលទៅកាន់ controller យើងវិញអញ្ចឹងយើងធ្វើការ return ជា view article /index គឺយើងចូលទៅកាន់ browser យើងធ្វើការ test article យើងមាន s article /index អូខេខ្ញុំធ្វើការ refresh អញ្ចឹងវានឹងបង្ហាញនៅ view របស់យើងដែលយើងទុកបានមកកាលហ្នឹងឬក៏យើងដាក់កន្លែងនេះគឺយើងអាចប្រើជាលក្ខណៈ object យើងអាចចុចប្រើលក្ខណៈ dot ចេះក៏បានដែរគឺវាដំណើរការដូចគ្នាគេខ្ញុំធ្វើការសាកល្បង refresh អញ្ចឹងវាដំណើរការធម្មតាអូខេអញ្ចឹងខ្ញុំចង់ return វាជាតម្លៃមួយដែលយើងអាចងាយស្រួលក្នុងការអានវាខ្ញុំអាចបង្កើតឈ្មោះថា article ស្មើ article all អញ្ចឹងខ្ញុំទាញតម្លៃទាំងអស់ពី database មកអញ្ចឹងខ្ញុំធ្វើការបោះទៅកាន់ view ដែលយើងធ្លាប់បានដឹងហើយពីរបៀបនៃបោះតម្លៃចូលទៅ view ខ្ញុំអាចប្រើពាក្យ with អញ្ចឹង key របស់យើងឈ្មោះថា articleអូខេ
ចឹងយើងអាចបាននៅ syntax នៃ Laravel ខ្ញុំអាចស្វែង for each article as article អូខេ but for each វិញចឹងយើងអាចនេះវាជាខ្ញុំដាក់ a4 ចឹងខ្ញុំហៅវាថា article title article body គឺយើងទាញនៅអ្វីពី database យើងដូចជា title និង body នេះចឹងយើងចាប់ផ្ដើមតេស្តទាំងអស់គ្នាយើងចូលទៅកាន់ browser យើង refresh មកចឹងឃើញថាវាដំណើរការបានល្អហើយយើងអាចមានភាពងាយស្រួលក្នុងការទាញទិន្នន័យពី database ដែលអត់មានលក្ខណៈស្មុគស្មាញទេអូខេឥឡូវនេះយើងអាចតាំងពីចេះអំពីរបៀបនៃទាញទិន្នន័យពី database យើងមួយចំនួនហើយដោយប្រើប្រាស់នៃ model eloquent ជាងឧទាហរណ៍ខ្ញុំចូលទៅកាន់ view យើងវិញយើងឧទាហរណ៍ខ្ញុំចង់ link មើល detail នៅ article មួយឧទាហរណ៍ខ្ញុំអាចដាក់ link នៅលើនេះដើម្បីចុចលើវាដើម្បីឲ្យវានាំខ្ញុំទៅកាន់ article លំបាត់មួយចឹងខ្ញុំអាចធ្វើវាបានដោយ link នៅនេះខ្ញុំសូមដាក់ភ្លេងយ៉ាងសិនចឹងយើងអាច link វាទៅកាន់នៅ article មួយដោយតាមរយៈចឹងយើងអាចបង្កើត link ទៅកាន់នៅនេះយើងអាចវាយថា article / នៅ ID របស់ article របស់យើងគឺ article ID អូខេយើងទៅតេស្តទៅ browser ទាំងអស់គ្នាចឹងបើខ្ញុំ refresh មកយើងអាចឃើញនៅ link របស់យើងដែល link ទៅកាន់ article / ID ដែលយើងបានឃើញនៅខាងក្រោមចឹងបើយើងចុចទៅវានឹងអត់មាន page នឹងមានទេប៉ុន្តែយើងនឹងបង្កើតវាចឹងដើម្បីបង្កើតយើងចូលទៅកាន់ browser របស់យើងបង្កើត article ថ្មីយើងអាចដាក់ថា /id អូខេចឹងខ្ញុំនឹងបង្កើត method ថ្មីទៅឈ្មោះថា show ហើយចឹងយើងចូលទៅកាន់ article controller យើងវិញដើម្បីបង្កើត method ថ្មីនោះចឹងខ្ញុំអាចហៅថា public function show ចឹងយើង request យើង show id ឥឡូវយើងចាំ return id ចឹងយើងទៅតេស្តលើ website របស់គ្នាយើងអាច refresh មកយើងឃើញលេខ1ចឹងខ្ញុំអាចទៅឲ្យខ្ញុំវាយលេខ2លេខ4ឬក៏លេខម៉ានលើនេះវាចេញលេខអ្វីដែលយើងបាន request ទៅឬក៏យើងអាចវាយជាលក្ខណៈ text វានឹងចេញឲ្យយើងឃើញប៉ុន្តែយើងអត់ចង់បានបង្ហាញទេយើងចង់បានបង្ហាញទិន្នន័យតែយើងទាញពី database អូខេចឹងខ្ញុំអាចបង្កើតនៅ view ថ្មីដើម្បីខ្ញុំអាចថា show.plate.php ចឹងវានឹងបង្ហាញពី article ពីពូមីនលម្អិតនៃ article យើងអាចចូលមកកាន់នេះខ្ញុំអាច copy អានេះអូខេចូលក្នុង show paste ចូលខ្ញុំអាចលុបនេះចោលអូខេចឹងយើងចូលទៅកាន់ controller យើងវិញយើងនឹង return វាជា view វិញមុននឹង return ជា view ខ្ញុំចង់ទាញយក article លម្អិតមួយនៃតាមរយៈ id ចឹងដើម្បីទាញវាយើងអាចប្រើ $article ស្មើ article ខ្ញុំអាចសេថា article find ចឹងអាច find នៅ id របស់យើង id អូខេចឹងយើងអាចតេស្តវាមើលថាវាចេញអត់យើងអាចប្រើនៅ function debug function របស់ Laravel ដោយយើងអាចវាយថា dd ចឹង article អូខេចឹងយើងទៅតេស្តលើ browser បងប្អូនគ្នាឧទាហរណ៍ខ្ញុំចូលទៅកាន់ article ខ្ញុំចុចលើ article ទី1ចឹងវានឹងបង្ហាញនៅតែយើងអត់ចង់បានលក្ខណៈជាញ៉ៃចឹងទេយើងចង់បង្ហាញជាព័ត៌មានលម្អិតមួយនៃ article របស់យើង
ចឹងយើងអាចដាក់ផងទៅកាន់ទីហោខ្ញុំចង់បាន title ចឹងខ្ញុំអាចដាក់ title ចឹងទៅអូខេចឹងខ្ញុំអាច refresh មើលចឹងវា return ជា title ឲ្យយើងប៉ុន្តែខ្ញុំចង់បោះវាទៅ view ចឹងយើងអាចប្រើថា return view ចឹង article យើងស្ថិត view យើងក្នុង article folder ណា so អូខេគឺ article មួយនេះគឺ view មួយនេះចឹងខ្ញុំបោះចូលចឹងខ្ញុំអាចបោះតាមរយៈនេះក៏បានដែរ array អូខេចឹងខ្ញុំដាក់ article ចឹងខ្ញុំបោះ keyword ឈ្មោះថា article ទៅកាន់ show view របស់យើងចឹងយើងទៅកាន់ show view របស់យើងវិញយើងអាចជំនួសកន្លែងនេះដោយថា $article title ហើយយើងអាចដាក់កន្លែងនេះគឺ article body អូខេអញ្ចឹងធ្វើការតេស្តសាររបស់អ្នកនរចឹងខ្ញុំចូលទៅកាន់នៅ browser ខ្ញុំធ្វើការ refresh ចឹងគឺនេះគឺបង្ហាញពីព័ត៌មានលម្អិតនៃ article មួយចឹងឧទាហរណ៍ខ្ញុំចូលទៅកាន់ article យើងវិញយើងអាចចុចលើ article ទី2ចឹងវានឹងបង្ហាញព័ត៌មានលម្អិតពី article ទី2ឬក៏យើងអត់ចង់ប្រើនៅប្រើពាក្យ find ឬក៏យើងអាចប្រើពាក្យថា where យើងអាចដាក់ where id ចឹងយើងបោះ id យើងចូល id first អូខេចឹងយើងធ្វើការ refresh ទៅកាន់នៅនេះ article ទី1របស់យើងហើយនេះគឺជា article ទី1ចឹងខ្ញុំចង់ប្ដូរទៅកាន់ article ទី2យើងអាចធ្វើអញ្ចឹងបានឬក៏យើងអាចបន្ថែមទៀតក៏បានដែរតែខ្ញុំចុះបន្ទាត់ដើម្បីងាយស្រួលនឹងយើងទៅសេគឺក៏យើងអាចដាក់ថាវាមួយទៀតឬក៏យើងអាចដាក់ថាវា active មកមួយអូខេជាងថា first ដូចគ្នាយើងអាចតេស្តចូលទៅកាន់របស់យើងជាងវាដំណើរការដដែលចឹងឧទាហរណ៍ article ទី2យើងមិន active មិនស្មើមួយទេចុះមក0ចឹងទៅវានឹង error ហើយពួកឲ្យ article ហ្នឹងវាខុសលក្ខខណ្ឌអូខេឬក៏យើងអាចឲ្យវាយើងអាចប្រើនៅ default នៃផុសវាបានដោយយើងប្រើពាក្យថា find id អូខេវានឹងទៅរកនៅ id ពី database របស់យើងថា id យើងហ្នឹងលេខ2ហ្នឹងគឺមានអត់អញ្ចឹងបើវានឹងបង្ហាញនៅលើ browser វានឹងfix វានឹងទាញទិន្នន័យនោះមកនេះគឺជាវិធីងាយស្រួលក្នុងការប្រើប្រាស់នៅ eloquent model របស់យើងអូខេឬក៏យើងអាចប្រើនៅ method ដែលវាប្រដៅមួយទៀតឧទាហរណ៍ខ្ញុំចូលទៅកាន់ article ដែល article ហ្នឹងអត់មានយើងចូលទៅកាន់លេខ3ចឹងនេះគឺវាមិនផ្ដល់នេះទេគឺវា error នៅនេះរបស់យើងចឹងដើម្បីការពារនៅ error នេះបានយើងអាចប្រើប្រាស់នៅ method របស់វាយើងអាចប្រើថា find or field ចឹងយើងធ្វើការ refresh ចឹងវានឹងបង្ហាញ message ថា sorry page you are looking is not found ចឹងវានឹង respond មកយើងដោយស្វ័យប្រវត្តិហើយយើងមិនចាំបាច់ភ័យថា error ទេចឹងព័ត៌មាននៅខាងក្រោមនេះវាគ្រាន់តែប្រាប់ពីទីលក្ខណៈ development ទេវាគ្រាន់តែប្រាប់ error ទេចឹងបើយើងចូលជា production យើងអត់ចង់ឲ្យការបង្ហាញនៅ error not found ឬក៏ exception not found exception នេះនៅលើទៅឲ្យ client ទេចឹងយើងអាចចូលទៅកាន់នៅ env យើងវិញយើងអាចបិទនៅ debug ចោលយើងធ្វើការលុបវាយើងធ្វើការ refresh ចឹងវានឹងបង្ហាញថា page you are looking for is not found តែប៉ុណ្ណឹង
là rồi nhung chân cạnh này nó dương chia cạnh này development chân dương tao bạc nó debug error từng ok ní cứ chi Electron model មួយចំនួនដែលយើងប្រើជាមួយ Laravel យើងគឺមានភាពងាយស្រួលអូខេឥឡូវយើងចូលទៅកាន់ index value យើងវិញអញ្ចឹងយើងបានបង្កើតនៅ link មួយដែលយើង link ទៅកាន់ Laravel detail article detail របស់យើងប៉ុន្តែវា link នេះគឺវាមិនត្រឹមត្រូវនឹងការប្រើប្រាស់ទេយើងអាចប្រើបានតាមរយៈច្រើនយើងអាចចូលទៅកាន់ document របស់ Laravel យើងចូលទៅកាន់ពាក្យថា helper អូខេខ្ញុំអាច search មើលទៀតថា helper function យើងអាចចូល helper function នៅទីនេះអញ្ចឹងវាមានច្រើនក្នុង helper function យើងអញ្ចឹងខ្ញុំសូមចូលទៅកាន់ URL នេះអញ្ចឹង URL ក្នុងនេះយើងអាចប្រើប្រាស់នៅ URL helper មួយចំនួនដែលយើងងាយស្រួលក្នុងការនេះដូចជាខ្ញុំចង់ប្រើ URL ខ្ញុំអាច click លើវាអញ្ចឹងខ្ញុំអាចធ្វើការប្រើប្រាស់នៅ URL helper ចំនួនអ្វីដែលយើងបានសរសេរអញ្ចឹងយើងអាចប្រើនៅអាចស្វែងថា URL អញ្ចឹង URL យើងផងទៅកាន់ article slash article ខ្ញុំទាញ ID ចូលអញ្ចឹង article ID ចេះអូខេអញ្ចឹងយើងធ្វើការ refresh ទៅកាន់យើងធ្វើការទៅកាន់ article page យើងវិញអញ្ចឹងវានឹងបង្ហាញដូចគ្នាយើងដូចអ្វីដែលយើងបានសរសេរលើកមុនប៉ុន្តែអានេះវាគឺមានភាពងាយស្រួលក្នុងការប្រើជាងហើយវាត្រឹមត្រូវជាងឬក៏យើងអត់ចង់ប្រើនៅ URL នឹងទេយើងអាចប្រើប្រាស់នៅវិធីផ្សេងទៀតដូចជាសូម back មកវិញដូចជា action ឬក៏ sure asset នេះដើម្បីយើងអាចចុចមើលមួយនេះដើម្បី link ទៅរក source យើងនៅក្នុងដូចជា link ទៅយករូបភាពដើម្បីបង្ហាញលើ browser របស់យើងឬក៏យើងប្រើ route អញ្ចឹង route នេះវាមាន route name របស់យើងឧទាហរណ៍ route name នេះជាដើមអូខេអញ្ចឹងក្នុងករណីខ្ញុំសូមប្រើវាជា URL ដើម្បីយើងងាយស្រួលក្នុងការយល់អូខេអញ្ចឹងដើម្បីលម្អិតអំពីការប្រើប្រាស់នៃ Electron model យើងអាចចូលទៅមើល document បន្ថែមដែលយើងចូលទៅកាន់ Laravel file document ហើយយើងមើលពាក្យថា Electron យើងចុច get start យើងអាចមើលពី document វាមួយចំនួនបន្ថែមទៀតអញ្ចឹងមេរៀនក្រោយយើងរៀនអំពីបង្កើត form ដើម្បីបញ្ចូលទិន្នន័យទៅកាន់ database របស់យើង